បាទសួស្តីបងប្អូនថ្ងៃនេះខ្ញុំមានឈុតកុំព្យូទ័រកម្រិតថវិកាសម្រាប់ការងារ MMO មួយចង់បង្ហាញជូនបងប្អូនបាទគឺរៀបចំហើយគឺស្រស់ស្អាតណាបាទនេះដង្ហាល ARGB មានតេឡេបជាដូរភ្លើងដូរពណ៌អីបានមួយសេតបាទអូខេបាទឈុតនេះរៀងកម្រិតថវិកាដែរបងប្រុសគាត់យក RAM ត្រឹមតែ 16GB អញ្ចឹង 16GB បើកមកអស់ RAM ហ្មងជាមួយនឹង system អីវានេះចិត្តអស់បាទបាន6ផ្ទាំងហើយដើរមក smooth ហ្មងបាទ6ផ្ទាំងនេះបាទយើងអាច scroll បាននេះបាទនេះដាក់តែ YouTube Short បាទអូខេបាទអញ្ចឹងឈុតនេះថ្ងៃក្រោយគាត់ក៏ថែម RAM ត្រឹម 16GB ទៀតទៅ 32GB នេះបើកបាន10ផ្ទាំងជាងមក smooth ហ្មងបាទនេះបាទអូខេឥឡូវមើលមកជុំខាងក្នុងទៀតបាទអញ្ចឹងទាំងហាលជាមួយ case នេះ6គ្រាប់មួយ set អានេះបឺតខ្យល់ត្រជាក់ចូលបាទមុខហ្នឹងនិយាយទៅ case នេះវាមិនមែនតែស្អាតទេហើយខាងលើយើងបឺតកម្ដៅចេញក្រោយបឺតកម្ដៅចេញដែរបាទ air flow វាមិនអានឥឡូវមកមើល switch ម៉ាស៊ីនមួយឈុតនេះបាទហើយជាមួយនឹង CPU Xeon E5 2680 V4 បាទ 2.4 GHz មកគ្រាប់ហ្នឹងវាមាន14 core 28 thread បាទហើយជាមួយ RAM 16GB ហ្នឹងបាទហើយជាមួយនឹង SSD M2 បាទគឺទំហំវា 6GB បាទ Kingston ហើយជាមួយនឹង hard disk ចំនួន 6GB ដែរហើយជាមួយនឹង VGA GT 710 2GB បាទនេះបាទរបស់ ASUS បាទថ្មីអូខេអញ្ចឹងនេះបានតេស្តជូនបងប្អូនបាទ6ផ្ទាំងនេះគឺថាមក smooth ហ្មងមកអស់ RAM និយាយទៅអញ្ចឹងយើងមានន័យប៉ុណ្ណឹងកម្រិតថវិកាយើងចាប់ផ្ដើមដំបូងសម្រាប់ការងារ MMO ហ្នឹងហើយឈុតនេះដែរថែមជាមួយនឹងបងប្រុសជាមួយនឹងម៉ៅតំណប់ម៉ៅហើយ speaker គាត់អត់យក keyboard ទេហើយជាមួយនឹង USB Wi-Fi អញ្ចឹងបងប្អូនមានតមើលការចង់រៀបម៉ាស៊ីនសម្រាប់ការងារ MMO អាចតាក់ទងមកនិមល Computer លេខ Telegram 093 90 90 55 អូខេអរគុណចង្រោយកុំភ្លេច follow ម្នាក់មួយផងបាទ